ថ្មីនេះប្រទេសមួយចំនួននៅក្នុងពិភពលោកត្រូវបានសហរដ្ឋអាមេរិកធ្វើការរឹតបន្តឹងឬក៏ហាមឃាត់មិនឲ្យចូលទៅក្នុងប្រទេសសហរដ្ឋអាមេរិកនោះទេនេះក៏ព្រោះតែហេតុផលមួយចំនួនផ្សេងៗគ្នាមានដូចជាទី1ដើម្បីការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកទី2គោលការណ៍នយោបាយការបរទេសទី3សុខភាពជាសាធារណៈទី4ការគ្រប់គ្រងអន្តរប្រវេសន៍ជាដើមហេតុអ្វីបានជាសហរដ្ឋអាមេរិកហាមឃាត់ប្រទេសមួយចំនួននោះទី1ដោយសារតែកង្វល់សន្តិសុខជាតិប្រទេសមួយចំនួនត្រូវបានដាក់កម្រិតដោយសារតែការព្រួយបារម្ភអំពីភេរវកម្មឬចារកម្មរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចកំណត់ថាអ្នកធ្វើដំណើរមកពីប្រទេសជាក់លាក់នឹងអាចបង្កហានិភ័យទី2គោលនយោបាយនិងទណ្ឌកម្មបរទេសពេលខ្លះសហរដ្ឋអាមេរិកហាមឃាត់ការចូលពីប្រទេសដែលខ្លួនមានចំនួនការទូតឬការដាក់ទណ្ឌកម្មឧទាហរណ៍ដូចជាអឺរ៉ុងនិងកូរ៉េខាងជើងជាដើមទី3សុខុមាលភាពសាធារណៈនិងសុវត្ថិភាពការហាម5បណ្ដោះអាសន្នអាចត្រូវបានដាក់កំឡុងពេលដែលមានជំងឺរាតត្បាតឬមានការផ្ទុះឡើងនៃជំងឺទាំងនោះឧទាហរណ៍ដូចជាការរឹតបន្តឹងការធ្វើដំណើរនៅពេលដែលកើត COVID-19 ទី4អន្តរប្រវេសន៍ខុសច្បាប់និងអ្នកក្លែងទិដ្ឋាការប្រទេសដែលមានអត្រាទិដ្ឋាការលើសកម្រិតខ្ពស់ឬពាក្យស្នើសុំคล้ายៗអាចប្រឈមទៅនឹងការរឹតបន្តឹងនេះទី5សកម្មភាពអនុវត្តច្បាប់និងឧក្រិដ្ឋកម្មបុគ្គលដែលមានប្រវត្តិឧក្រិដ្ឋកម្មឬមានទំនាក់ទំនងទៅនឹងឧក្រិដ្ឋកម្មដែលបានរៀបចំឡើងអាចត្រូវបានបដិសេធមិនឲ្យចូលនោះទេបងប្អូនទាំងអស់គ្នាសហរដ្ឋអាមេរិកកំពុងតែពិចារណាអនុវត្តទៅលើការរឹតបន្តឹងការធ្វើដំណើរថ្មីដែលប៉ះពាល់ដល់ប្រជាពលរដ្ឋមកពីប្រទេសចំនួន43ដោយបែងចែកប្រជាជនមកពីប្រទេសទាំង43នោះស្ថិតនៅក្នុងពណ៌ក្រហមពណ៌ទឹកក្រូចនិងពណ៌លឿងគិតត្រឹមថ្ងៃទី16ខែមិនិនាឆ្នាំ2025បងប្អូនទី1គឺការផ្អាកទិដ្ឋាការពេញលេញទៅលើពលរដ្ឋចំនួន11ប្រទេសនេះគេចាត់ទុកទៅក្នុងបន្ទាត់ពណ៌ក្រហមហើយពលរដ្ឋទាំង11ប្រទេសនេះគឺប្រឈមទៅនឹងការហាមឃាត់ទាំងស្រុងក្នុងការចូលទៅក្នុងប្រទេសសហរដ្ឋអាមេរិកអញ្ចឹង11ប្រទេសនេះគឺមានដូចជាអាហ្គានីស្ថានគុយបាអឺរ៉ុងកូរ៉េខាងជើងសេរីលីប៊ីសូម៉ាលីសូដង់វេណេស៊ុយអេឡាយេម៉ែននិងប៊ូតាន់ចំណែកទី2គឺការផ្អាកទិដ្ឋាការដោយផ្នែកគឺមានចំនួន10ប្រទេសបងប្អូនដែលគេចាត់ទុកក្នុងក្រឡោនឬក៏បន្ទាត់ពណ៌ទឹកក្រូចពលរដ្ឋប្រទេសទាំងនេះអាចជួបប្រទះនឹងការរឹតបន្តឹងលើប្រភេទទិដ្ឋាការជាក់លាក់ណាមួយនៅពេលក្រោយថាបានដែរបងប្អូនដែលមានប្រទេសចំនួន10ប្រទេសគឺមានប្រទេសបេឡារុសអេរីត្រេហៃទីឡាវមីយ៉ាន់ម៉ាប៉ាគីស្ថានរុស្ស៊ីសេរ៉ាឡេអូនស៊ូដង់ខាងត្បូងតូម៉ានីស្ថានបងប្អូនដល់ត្រង់នេះយើងឃើញថានៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងគឺជាប់ចំនួន2ប្រទេសដែរគឺមីយ៉ាន់ម៉ានិងប្រទេសឡាវទី3បងប្អូនគឺប្រទេសដែលកំពុងត្រួតពិនិត្យបានន័យថាគេដាក់ចូលទៅក្នុងបន្ទាត់ពណ៌លឿងហើយប្រទេសស្ថិតនៅក្នុងបន្ទាត់ពណ៌លឿងនេះគឺមានចំនួន22ប្រទេសបងប្អូនប្រទេសទាំងនេះត្រូវបានផ្ដល់រយៈពេល60ថ្ងៃដើម្បីកែលម្អពិធីសារសន្តិសុខឲ្យមានការសម្របសម្រួលខាងការទូតអីជាដើមហ្នឹងដើម្បីពិនិត្យឡើងវិញអញ្ចឹងប្រទេសទាំង22ហ្នឹងបងប្អូនគឺមានដូចជាប្រទេសអង់ហ្គោឡាអង់ទីហ្កាយនិងបាប៊ូដាបេនីនប៊ូគីណាហ្វាសូកម្ពុជាកាមេរូនខាប់វើតឆាតសាធារណរដ្ឋកុងហ្គោសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដូមីនីកាអេហ្កាល់ថូរ៉ាល់ហ្គេនីហ្គាំប៊ីលីបេរីយ៉ាម៉ាឡាវីម៉ាលីម៉ូរីតានីឃីតនិងនេវេសលូស៊ីអាសាអូតូមេនិងព្រីនស៊ីបវ៉ានូវ៉ាទូស៊ីមបាក់វេអញ្ចឹងនេះគឺជាប្រទេសទាំង22ដែលស្ថិតនៅក្នុងក្រឡោនពណ៌លឿងដែលកំពុងតែតម្រូវឲ្យមានការចរចាគ្នាផ្នែកខាងការទូតដើម្បីរៀបចំឡើងវិញផងដែរបងប្អូននៅថ្ងៃទី20ខែមករាឆ្នាំ2025នៅពេលដែលលោកដូណាល់ត្រាំបានវិលត្រឡប់ជាថ្មីក្នុងនាមជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកបានចេញក្រឹត្យដើម្បីហាមឃាត់ក៏ដូចជារឹតបន្តឹងប្រជាជនមកពីប្រទេសមួយចំនួន
ក្នុងគោលបំណងដ៏ចម្បងគឺដើម្បីការពារសុវត្ថិភាពពលរដ្ឋអាមេរិកពីជនអន្តោប្រវេសន៍ដែលមានបំណងចង់ធ្វើភាវកម្មដែលអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបង្កើតមនោគមវិជ្ជាស្អប់ខ្ពើមនៅក្នុងសង្គមអាមេរិកមួយវិញទៀតខ្លាចជនបរទេសដែលចូលទៅក្នុងសហរដ្ឋអាមេរិកនឹងគេចំណេញលើគេហៅថាសិទ្ធិអន្តោប្រវេសន៍ហើយចូលទៅបង្កើតឧក្រិដ្ឋកម្មផ្សេងៗនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពប្រជាជនក៏ដូចជាគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិកនៅក្នុងអាណត្តិដំបូងរបស់លោកដូណាល់ត្រាំក្នុងឆ្នាំ2017ដល់2021ក៏បានបញ្ជាឲ្យមានការរឹតបន្តឹងការធ្វើដំណើរចូលទៅក្នុងសហរដ្ឋអាមេរិកមកពីប្រទេសចំនួន7ដែលកាន់សាសនាអ៊ីស្លាមរួចទៅហើយដែរ